ងខ្ញុំឈ្មោះសេងយ៉ននៅភូមិតមិញចាខ្ញុំតាំងពីបានចូលជាសមាជិកសហគមន៍កសិកម្មឃុំគូជាមកថាខ្ញុំទទួលបាននៅបច្ចេកទេសដូចជាដាំបន្លែការចិញ្ចឹមមាន់អញ្ចឹងឃើញថាដូចជាដាំបន្លែអញ្ចឹងខ្ញុំពីមុនខ្ញុំអត់មានមុខរបរដល់ពេលឥឡូវខ្ញុំបានចូលខាង AC ហ្នឹងខ្ញុំមានមុខរបរដូចជាដាំបន្លែចិញ្ចឹមមាន់អញ្ចឹងឥឡូវខ្ញុំដាំបន្លែបើបានផលបានបន្លែយើងដែលសល់ទៅយើងអាចទៅដាក់ឲ្យមាន់ចាពីមុនខ្ញុំដូចជាបច្ចេកទេសដាំបន្លែដាំអីអញ្ចឹងខ្ញុំអត់មានបទពិសោធន៍អត់មានបច្ចេកទេសអីខាងដាំបន្លែការដាក់ជីបាញ់ថ្នាំហើយប្រើថ្នាំគីមីឬការប្រើធម្មជាតិអញ្ចឹងខ្ញុំមានបច្ចេកទេសចាបានចំណេះដឹងពីខាង AC គាត់បានចុះមកបរៀនខ្ញុំឲ្យបានដាំបន្លែឲ្យបានទិន្នផលខ្ពស់ហើយនៅមានប្រាក់ចំណូលហើយដូចជាខាង AC ហ្នឹងគាត់ត្រេញមកបង្កើតឲ្យខាងចិញ្ចឹមមាន់ទៀតដល់ពេលឥឡូវហ្នឹងខ្ញុំបានចិញ្ចឹមដាក់មាន់ចិញ្ចឹមអញ្ចឹងដាក់មាន់ចិញ្ចឹមវល់ជុំហើយឃើញថាជីវភាពខ្ញុំដូចថាវាក្រាន់ជាងពីមុនហើយមុនបន្លែអីមានបន្លែហើយអត់ដឹងទៅលក់នៅណាទេអត់មានទីផ្សារឥឡូវនេះខ្ញុំកាន់តែស្រួលទៀតហើយមានប្រាក់ចំណូលដូចថាខាងសាលាគាត់ដេញថ្លៃអាហារដល់ពេលអញ្ចឹងខាង AC ហ្នឹងគាត់ចងក្រងកសិករដើម្បីដាំបន្លែបន្ថែមអញ្ចឹងខ្ញុំមានមុខរបរបន្ថែមទៀតចំណុចសំខាន់ខ្ញុំមើលឃើញថាខាង AC ទាំងមូលដែលបានមានវគ្គបណ្ដុះបណ្ដាលដល់សមាជិកនិងមានឲ្យមានបទពិសោធន៍ក្នុងការបង្កើតមុខរបរនៅក្នុង AC ឃើញថាជាប្រវត្តិគាត់នឹងមានផ្លាស់ប្ដូរមុខរបររៀងស្រួលជាងមុនជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍កសិកម្មឃុំគជាសាមគ្គីអាជ្ញាធរមូលដ្ឋានអង្គការCaritasកម្ពុជានិងដៃគូអភិវឌ្ឍន៍នានាដែលជួយគាំទ្របច្ចេកទេសនិងធនធានដល់សហគមន៍របស់នាងខ្ញុំ